បាទសម្រាប់អស់លោកអ្នកដែលកើតនៅថ្ងៃអាទិត្យប្រចាំខែមិថុនាឆ្នាំ2025នេះជោគជតារាសីសម្រាប់អស់លោកអ្នកមានលក្ខណៈល្អជាពិសេសគឺតកតងទៅនឹងកិច្ចការងាររបស់អស់លោកអ្នកទទួលបាននៅផលសម្រេចឱកាសនៃការផ្លាស់ប្ដូរតំណែងតួនាទីជាដើមការទំនាក់ទំនងនិងការទំនុកចិត្តការជួយយកអាសាពីចៅហ្វាយនេះជាដើមសម្រាប់អស់លោកអ្នកប្រកបអាជីវកម្មលក់ដូរផ្សេងៗមានកំណើនអតិថិជនរួមទាំងការទំនាក់ទំនងជាមួយនឹងដៃគូភាគហ៊ុនជាដើមក៏ប៉ុន្តែអស់លោកអ្នកគួរតែប្រុងប្រយ័ត្នទាក់ទងទៅនឹងពាក្យសម្ដីរបស់អស់លោកអ្នកឲ្យបានល្អជាពិសេសអស់លោកអ្នកគួរតែត្រួតពិនិត្យនិងធ្វើអ្វីឲ្យសមទៅនឹងសមត្ថភាពរបស់ខ្លួនកុំប្រញាប់ប្រញាល់អាចធ្វើឲ្យអស់លោកអ្នកខកបំណងឬក៏បាត់បង់ប្រយោជន៍ជាដើម